នេះម៉ាស៊ីនបាញ់ខ្លែងវាហ្នឹងគឺនេះសម្រាប់ភ្នែក6នេះភ្នែក6វាមកជាមួយនឹងពេលវានេះ200វ៉ាត់45វ៉ុលបាទបើអាភ្នែក10ឲ្យវាដល់350វ៉ាត់ធំបាទហើយនេះអញ្ចឹងគឺវាទូចវាបង្កើតបានចន្លោះពីភ្នែក6នេះវាអាចចន្លោះពី2ទៅ3រេមួយគ្រាប់ហ្នឹងណាបាទដែលវាសាអញ្ចឹងណាបាទនេះវាមកមួយខ្សែ5ម៉ែត្រដូចគ្នាហើយជើងខ្សែដូចអញ្ចឹងដូចខ្ញុំជំរាបចឹងបងពេលដែលយើងដាក់កុំភ្លេចណាខ្សែរបស់យើងទៅចូលមកនេះវាមានជើងវាបែបនេះបាទវាមានចំណុចឲ្យយើងកត់សង្កត់នេះគឺមានពោកមួយនៅខាងលើនេះខាងលើនេះយើងដាក់ជាមួយនេះវាមានកន្លែងផតអញ្ចឹងណាហើយយើងសូមវាចូលរួចចាំមូលនេះចិត្តដើម្បីកុំឲ្យវាជ្រាបទឹកបន្តមកដាក់ចូលក្នុងទឹកដដែលនេះក៏ដូចគ្នាដូចខ្ញុំជម្រាបពីខាងដើមគឺបងត្រូវដាក់វាលិចអាខ្មៅនេះបាទលិចទឹកអាខ្មៅហ្នឹងឲ្យតែលិចអាខ្មៅហ្នឹងទៅគឺវានឹងដំណើរការហើយបានវាបាញ់ផ្សៃចេញមកហើយក៏ប៉ុន្តែក្នុងករណីទឹកបងតិចជាងហ្នឹងវានឹងលោតនេះលោតពណ៌បៃតងឲ្យលោតហ្នឹងបានន័យថាយើងខ្វះទឹកហើយអញ្ចឹងត្រូវដាក់ទឹកឲ្យលើអាពណ៌ខ្មៅនេះណាបានវាអាចបង្កើតជាយើងទ្របផ្សែងបានអរគុណព្រមបងនេះបន្ទាប់ពីយើងដាក់ក្នុងទឹកនេះអានេះយើងមានប្រភេទនេះអាពងរបស់វានេះយើងអាចដាក់វាបែបនេះណានេះដាក់វាផ្កាប់បែបនេះដើម្បីសកាត់វាកុំឲ្យវាឡើងមកលើណាអាចដាក់បានសងខាងហ្នឹងវាមាន2ក៏តែនេះសាដាក់ក្នុងទឹកខ្ញុំតេស្តឲ្យបងប្អូនមើលយើងដាក់រួចបងប្អូនត្រូវចំណាំថាយើងដាក់ទឹកឲ្យនេះឲ្យដល់អាប៉ោខ្មៅនេះឲ្យលិចអាខ្មៅហ្នឹងណាលិចអាខ្មៅហ្នឹងបាន sensor វាហ្នឹងបើកឲ្យទឹកឡើងតែពេលវាទឹកហ្នឹងវាតិចជាងអាខ្មៅហ្នឹងគឺវាអត់អាចចេញពពុះបានទេព្រោះដោយសារវាអត់ដល់ level sensor របស់វាណាបាទឥឡូវខ្ញុំចាប់ផ្ដើមបើកកុងតាក់នេះកុងតាក់របស់យើងបាទយើងបើកហើយអញ្ចឹងនេះគេវាដំណើរការហើយអញ្ចឹងគឺវាបង្កើតបានទៅជាពពកចំហាយត្រជាក់ហ្នឹងមកណានេះចំហាយវាចេញមកបែបនេះអញ្ចឹងយើងបើសិនជាបងប្អូនមានសួនមានទីធ្លាកាន់តែធំយើងប្រើច្រើនគ្រាប់ធ្វើឲ្យយើងបង្កើតបានទៅជាពពកហ្នឹងកាន់តែច្រើនវាអាប់អញ្ចឹងណានេះគេដាក់បងប្អូនមើលអញ្ចឹងយើងបើកកាន់តែយូរទៅវាអាប់កាន់តែខ្លាំងក៏ប៉ុន្តែបើយើងត្រូវគិតថាបើសិនជាកន្លែងបងប្អូនមានខ្យល់លេខ្លាំងក៏វារសាត់ដែរក៏ប៉ុន្តែគ្រាន់តែថាទោះបីខ្យល់ប៉ុណ្ណាក៏ដោយបើយើងប្រើច្រើនគ្រាប់កន្លែងរបស់យើងគឺវាស្អាតដល់នេះខ្យល់បងប្អូនឃើញខ្យល់មកវារសាត់អញ្ចឹងណាបាទអានេះយើងតេស្តផ្ទាល់អញ្ចឹងគឺបងប្អូនចូលទៅអាចដាក់តាមខ្ញុំអត់ពិបាកទេយើងគ្រាន់តែចូលដាក់ខ្សែវាទៅនេះខ្សែវាកន្លែងចូលភ្លើងណាចេញពីដុំមកទៅខ្សែវាវែងអញ្ចឹងណាយើងអាចដាក់បាននេះនៅពេលដែលវារសាត់ទៅវាចេញបែបនេះហ៎មើលទៅដូចពពកដូចយើងដើរលើពពកយើងដាក់តាមសួនតាមអីរបស់យើងណា